Ok, sự đây nó khnéថ្ងៃនេះយើងនឹងបន្តមេរៀនបន្តទៀតតកតងនឹងវិធីសាស្ត្រប្រកបភាសាចិនអូខេអ្នកនរគ្នាអានតាមខ្ញុំ第一课មេរៀនទី1汉语拼音វិធីប្រកបភាសាចិនចំពោះជនជាអ្នកពីមុនមកជនជាអ្នកអក្សរនេះគឺយើងបានរៀនហើយគឺអានថាពណ៌នេះគឺស្រៈអាពណ៌អាប៉ាអញ្ចឹងក្នុងមេរៀននេះខ្ញុំនឹងលើកយកការប្រកបជាមួយនឹងស្រៈជនជាអ្នកពណ៌ប្រកបជាមួយនឹងស្រៈចំនួន4គឺស្រៈអាស្រៈអស្រៈអ៊ីនិងស្រៈអ៊ូអញ្ចឹងអាចប្រកបតាមខ្ញុំប៉ាពណ៌ពីពូផាផភីភូម៉ាម៉មីមូហ្វាហ្វហ្វូដូច្នេះយើងនឹងរៀនបញ្ចេញសំឡេងចាប់ពីសំឡេងទី1រហូតដល់សំឡេងទី4ដំបូងយើងអានសំឡេងទី1ប៉ាពណ៌ពីពូផាផភីភូម៉ាម៉មីមូហ្វាហ្វហ្វូសំឡេងទី2ប៉ាពពីពូផាផភីភូម៉ាម៉មីមូហ្វាហ្វហ្វូសំឡេងទី3ប៉ាពពីពូផាផភីភូម៉ាម៉មីមូហ្វាហ្វហ្វូសំឡេងទី4ប៉ាពណ៌ពីពូផាផភីភូម៉ាម៉មីមូហ្វាហ្វហ្វូអូខេថ្ងៃនេះមេរៀនយើងរៀនតែប៉ុណ្្នឹងទេសង្ឃឹមអ្នកនរគ្នានឹងរៀនប្រកបតាមខ្ញុំហើយរៀនសរសេរឲ្យចាំដៃទាំងអស់គ្នាដើម្បីបន្តទៅមេរៀនប្រកបភាសាចិននៅមុខទៀតអរគុណ